ការដាក់លេខទៅមុខទៅក្រោយឬក៏ឈប់ចតណាពីអូតូក៏ពិតមែនតែវាមានអក្សរលេខទៅមុខអក្សរលេខទៅក្រោយអក្សរដល់ទៅផាក់ឃីងឈប់ចតអញ្ចឹងណាតាមទូនាទីរបស់វាណាអានេះគឺអក្សរពេលប្រើសម្រាប់ពេលយើងឈប់ចតផលិតម៉ាស៊ីនដកសគ្រប់ពេលឡានដែលមានសោត្រូវតែផលិតនៅអក្សរពេលយល់ទេបានអាចផលិតម៉ាស៊ីនទៅយើងដកអក្សរនេះចេញណាបើសិនយើងផលិតម៉ាស៊ីនខុសពីអក្សរពេលផលិតដូចគ្នាប៉ុន្តែដកអក្សរចេញទេឡានដែលមានសោបាទអញ្ចឹងគឺយើងត្រូវផលិតនៅអក្សរពេលហើយបញ្ជាក់ថាអក្សរពេលនេះគឺរុញឲ្យរួចទេគឺនៅមួយកន្លែងហ្នឹងណាបាទចឹងយើងដឹងណាហើយអក្សរ A នេះមួយទៀតគឺសម្រាប់លេខថយក្រោយដែលយើងហៅថាយ៉ាថយក្រោយយូថឺនអីចឹងណាហ្នឹងគេដាក់អក្សរ A ហ្នឹងបញ្ជាក់ថាទៅក្រោយណាបើម៉ូតូយើងរុញទៅបឡានត្រូវដាក់លេខទេហ្នឹងមានតែមួយនឹងទេណាហើយអក្សរ N នេះគឺសម្រាប់ដោះលេខអស់បានន័យថាវាអត់មានលេខទេគឺដូចលេខ0អញ្ចឹងអត់មានលេខទៅមុខក៏អត់មានលេខទៅក្រោយដែរណាយើងប្រើនៅពេលដែលយើងបើកទៅឈប់ផ្លូវដែលរៀបស្មើស្ទះ stop plate ឬក៏យើងនៅក្នុងឡាននេះក៏បានដែរណាតែបញ្ជាដាក់បានតែផ្លូវស្មើណាបាទហើយបើយើងផលិតម៉ាស៊ីននៅ N ហ្នឹងគឺវាដកអក្សរអត់ចេញទេអញ្ចឹងគេត្រូវផលិតនៅពេលឬក៏យើងចង់ចតឲ្យគេរុញរួចទៅកន្លែងផ្សារមានសន្តិសុខគេដាក់ឲ្យរុញបានអញ្ចឹងណាហើយក៏យើងចតមកផ្ទះគេដើរទៅបានហើយអត់ឲ្យគេរុញទៀតហើយទៅកងទៅណាអញ្ចឹងយើងអាចដាក់នៅ N ហ្នឹងទៅណាតែយើងត្រូវផលិតនៅអក្សរពេលចាំមកខ្ញុំធ្វើឲ្យមើលយើងត្រូវផលិតសិននៅពេលដើម្បីដកអក្សរបាទណាចង់ឲ្យគេរុញរួចនេះចង្កឹះលេខវាមានឡុកមួយតូចទេឃើញទេកាលណាដែលយើងផលិតម៉ាស៊ីនហើយគឺគៀងហើយបើយើងអត់ចុចឡុកហ្នឹងទេចង្កឹះលេខគឺយើងទាញអត់បានទេតើណាអញ្ចឹងយើងត្រូវតែចុចឡុកនេះចុចឲ្យជាប់ជាមួយដៃវាទៀតយើងច្បាច់នេះទាញវាមកអក្សរអានេះគឺគេអាចរុញបានហើយតែហ្នឹងចុចបានតែពេលយើងដកសោពេលឆេះក៏ដកបានតែគាត់ថាយើងឆេះហើយយើងលើទៅចុចវាទៅអីយើងជាប់ទៅប្រាក់ទាញកលឹះនេះបានហើយតែបើសិនជាយើងផលិតហើយគឺគៀងណាបាទអញ្ចឹងទៅធ្វើអញ្ចឹងណាដល់ទៅពេលយើងចូលដល់ក្នុងឡានវិញប្រភេទអូតូវាបញ្ឆេះបានពីកន្លែងពេលមានសោអក្សរ N នេះមួយនៅអក្សរ P នេះមួយបាទអញ្ចឹងនៅ N ក៏អាចបញ្ឆេះម៉ាស៊ីនបានដែរណាតែបើជាប់លេខទៅមុខឬលេខទៅក្រោយគឺបញ្ឆេះម៉ាស៊ីនអត់ឆេះទេប្រភេទអូតូហ្នឹងហើយអញ្ចឹងនៅ N ក៏អាចបញ្ឆេះបានដែរនេះឃើញបញ្ឆេះហ៎ណាបាទតមកទៀតតអស់ទេលេខវាអក្សរនេះអក្សរ D ណា D នេះគឺជា D នេះគឺ driver ណាបើកបង D ទៅមុខធម្មតាណាដាក់លេខទៅមុខគឺអក្សរ D ហ្នឹងហើយចាប់ដើមបញ្ឆេះឡានទៅមុខគឺ D ណាបាទដល់ណាក៏ដោយទៅផ្លូវរៀបស្មើឬក៏យើងឡើងចុះចំណតទីត្រឹមជាស្ពានអាកាសឬក៏ឆ្លងទន្លេជ្រោយច្បារបើកោះនៅវាអីនោះក៏យើងប្រើតែ D នឹងដែរណាបាទបាច់ទៅប្រើលេខកម្លាំងទេតែបើសិនជាយើងបើកទៅដល់ចំណតខ្ពស់ជាឡើងភ្នំឬក៏ចំណតណាដែលយើងចោតខ្លាំងឡានយើងក៏វាធ្ងន់វាប្រឹងខ្លាំងណាយើងអាចដាក់លេខ2នេះបានទាំងឡើងទៅចុះបើឡើងភ្នំដាក់លេខ2វាចោតខ្លាំងយើងដាក់លេខ2ដល់ពេលចុះវិញក៏យើងប្រើលេខ2នឹងដែរអត់ត្រឡប់មកដើម្បីវាជួយទប់បើសិនយើងឡើងវាប្រឹងហើយបាទដល់ពេលយើងចុះវិញដាក់លេខ2នេះក៏វាជួយទប់ល្បឿនយើងដែរពេលយើងជិះម៉ូតូដាក់លេខបើយើងចុះទៅលើចំណោទខ្ពស់បាច់យកប្រើបុកតែលេខ1ឬក៏លេខ2នេះវាជីកឯងបាទដល់ពេលអញ្ចឹងយើងអត់ប្រើចង្កូតដៃអីជំនួយថែមទេអត់ទេអានេះគេប្រើដល់ពេលយើងឡើងទេបើពេលចុះវាអត់ប្រឹងទេបាទពេលចុះគេប្រើតែប្រាំងធម្មតាឬក៏លេខទប់ទៅណាព្រោះវាអត់ប្រឹងតែបើសិនជាយើងឡើងយើងស្ទះលើចំណោទវាប្រឹងអញ្ចឹងយើងត្រូវទៅលើកប្រើដៃជួយណាបាទហើយឥឡូវគឺជាលេខកម្លាំងដែរខ្លាំងជាងលេខ2ទៀតបើន័យថាដូចលេខ1ចុះណាបាទឥឡូវថាយើងបើទៅផ្លូវភក់
ផ្លូវដែលល្អខ្លាំងផ្លូវដែលទំធ្វើថ្មីទៅខេត្តអីចឹងណា បាទ